ព័ត៌មានទី1នេះគឺជាសេចក្តីរាយការណ៍ពីប្រទេសកម្ពុជាហើយនឹងខាងស្ថាប័នផ្លូវការរបស់កម្ពុជាខ្ញុំសូមដកស្រង់មកជម្រាបជូនប្រិមិត្តឲ្យបានដឹងគឺនៅថ្ងៃនេះមកថ្ងៃទី23ខែតុលាខែកុម្ភៈនេះគឺខាងក្រសួងការបរទេសរបស់កម្ពុជាបានរៀបចំដំណើរឲ្យខាងអង្គទូតបរទេសដែលប្រចាំនៅប្រទេសកម្ពុជាក៏ដូចជាអង្គការអន្តរជាតិនានាហ្នឹងដែលសរុបចំនួន23ស្ថាប័នបានចុះទៅមើលស្ថានភាពដោយផ្ទាល់បាទនៅតំបន់ចំនួន2គឺទី1នៅបាទគឺនៅភូមិជោគជ័យនិងភូមិព្រៃច័ន្ទដែលស្ថិតនៅឃុំអូបីជាន់ស្រុកអូជ្រៅបាទហើយនឹងនៅមួយទៀតគឺនៅតំបន់បឹងត្រកួនក្នុងស្រុកថ្មពួកខេត្តបន្ទាយមានជ័យបាទដែលតាមសេចក្តីរាយការណ៍គឺយោធាថៃនៅតែបន្តដាក់កុងតឺន័រនិងរាយលក់បន្លាព្រមទាំងលើកទង់ជាតិរបស់ខ្លួននៅលើទឹកដីរបស់កម្ពុជាបាទអញ្ចឹងឲ្យអង្គទូតបរទេសនឹងទៅមើលឃើញដោយផ្ទាល់តែម្ដងបើតាមសេចក្តីរាយការណ៍ពីប្រទេសកម្ពុជាបានឲ្យដឹងថាការអញ្ជើញទៅដល់ទីតាំងជាក់ស្ដែងរបស់បណ្ដាអង្គទូតនិងទីភ្នាក់ងារបរទេសប្រចាំនៅប្រទេសកម្ពុជានៅពេលនេះគឺដើម្បីបង្ហាញឲ្យឃើញកាន់តែច្បាស់ពីសកម្មភាពរំលោភបំពាននិងខុសច្បាប់អន្តរជាតិរបស់កងកម្លាំងថៃមកលើដែនអធិបតេយ្យភាពរបស់កម្ពុជាបាទគឺការដាក់មកនេះគឺធ្វើឡើងក្រោយពីប្រទេសទាំងពីរបានព្រមព្រៀងលើបទជួបបាញ់គ្នានៅថ្ងៃទី27ខែធ្នូឆ្នាំ2025ដែលឋានៈណានៅកន្លែងណាគឺនៅស្ថានភាពជាក់ស្ដែងក៏ប៉ុន្តែថៃបែរជាមកបង្កើតស្ថានភាពថ្មីហ្នឹងដើម្បីបង្ហាញថាប្រៀបដូចជាការប្រយុទ្ធគ្នាហ្នឹងគឺមានកន្លែងហ្នឹងស្រាប់ហើយខ្លួនដាក់ពេលដែលចុះហត្ថលេខាលើកិច្ចព្រមព្រៀងជួបបាញ់ហ្នឹងគឺមាននៅនឹងស្រាប់តែម្ដងគឺនៅកន្លែងឈរជើងកន្លែងហ្នឹងមានអីចឹងដែលការពិតនោះគឺមិនអញ្ចឹងទេគឺការដាក់លូកបន្លាជាថ្មីក្តីការដាក់កុងតឺន័រក្តីបើតាមសេចក្តីរាយការណ៍នេះគឺជារឿងដែលធ្វើឡើងក្រោយពីការព្រមព្រៀងជួបបាញ់គ្នាតែប៉ុណ្ណោះដូច្នេះគឺបើតាមជំហររបស់កម្ពុជាបានបញ្ជាក់ថាគឺมันអាចទទួលយកបានជាដាច់ខាតតាមរយៈការរាយលុបបន្លានិងដាក់កុងតឺន័រនិងបំផ្លាញផ្ទះប្រជាពលរដ្ឋរបស់កម្ពុជាហើយក្នុងពេលកន្លងមកនេះគឺខាងរាជរដ្ឋាភិបាលកម្ពុជានោះក៏បានតវ៉ាជាបន្តបន្ទាប់ប្រឆាំងនឹងសកម្មភាពទាំងនោះហើយកម្ពុជាគាត់ថាបានបញ្ជាក់ថាគឺមិនទទួលស្គាល់ជាដាច់ខាតនៅការកែប្រែខ្សែបន្ទាត់ព្រំដែនឬក៏ការកាត់កាប់ទឹកដីដោយខុសច្បាប់អន្តរជាតិតាមរយៈការប្រើកម្លាំងនោះឡើយបាទនេះគឺជាជំហររបស់កម្ពុជាបាទដោយឡែកលោកអ៊ុំរាត្រីអភិបាលខេត្តបន្ទាយមានជ័យបាទបានបញ្ជាក់ថាបច្ចុប្បន្ននេះគឺយោធាថៃបានរំលោភបំពានកាន់កាប់ទឹកដីកម្ពុជាខុសច្បាប់នឹងប្រមាណជា760ហិកតានៅភូមិជោគជ័យភូមិព្រៃច័ន្ទនិងតំបន់បឹងត្រកួនដោយលោកបានបញ្ជាក់ថាយោធាថៃបានដាក់កុងតឺន័រនៅភូមិជោគជ័យចំនួន4ទីតាំងដែលមាន16កុងតឺន័រនិងគ្រប់គ្រងកាន់កាប់ទឹកដី137ហិកតារីឯនៅភូមិព្រៃច័ន្ទវិញយោធាថៃបានដាក់កុងតឺន័រ3ទីតាំងដែលមានរហូតដល់63កុងតឺន័រនិងគ្រប់គ្រងកាន់កាប់ផ្ទៃដី42ហិកតាបាទចំពោះតំបន់បឹងត្រកួនវិញដែលមានភូមិ4នោះត្រូវបានថៃកាន់កាប់ផ្ទៃដីចំនួន584ហិកតានិងដាក់កុងតឺន័រ13កន្លែងដែលមានសរុបគឺ26កុងតឺន័រណាគឺនេះបើយោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាននៅក្នុងប្រទេសកម្ពុជាអញ្ចឹងអ្នកដែលអញ្ជើញទៅនោះគឺមានច្រើនណាគឺមានទាំងឯកអគ្គរដ្ឋទូតរបស់ប្រទេសនីមួយៗនឹងផ្ទាល់ផងមានតំណាងទូតផងដែរខាងបាទសហរដ្ឋអាមេរិកក៏អញ្ជើញទៅដែរហ្នឹងគឺខ្ញុំជម្រាបប៉ុណ្ណឹងណាកាណាដាគឺអង់គ្លេសក៏ទៅដែរប្រទេសធំសហភាពអឺរ៉ុបហ្នឹងក៏ទៅដែរហើយបណ្ដាប្រទេសនៅអាស៊ានហ្នឹងគឺមានវៀតណាមឡាវសិង្ហបុរីម៉ាឡេស៊ីហ្នឹងក៏អញ្ជើញទៅដែរវីយ៉ាន់ម៉ាហ្វីលីពីនទីម៉ូឡេសក៏បានអញ្ជើញទៅមួយដែរព្រុយណេបាទពីខាងអាស៊ានហ្នឹងហើយអង្គការអន្តរជាតិហ្នឹងគឺមានតាំងពី FAO ហើយនិង IOM ដែលជាអង្គការអន្តរជាតិប្រចាំនៅក្នុងប្រទេសកម្ពុជាហ្នឹងក៏ហើយអង្គការ WFP បាទគឺ World Food Program បាទក៏អញ្ជើញចូលទៅមើលនឹងដែរបាទនេះបើតាមសេចក្តីរាយការណ៍នានាហើយមកដល់ពេលនេះគឺនៅទីតាំងដែលទៅមើលនោះនៅខេត្តបន្ទាយមានជ័យដែលឡែកទីតាំងបន្ទាយមានជ័យមួយគឺ
nhà thọ ban ở đằng thàប្រជាពលរដ្ឋនៅមន្ទីរមានជ័យជាង 3000 គ្រួសារនៅមិនទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញនៅឡើយទេបាទដោយសារតែផ្ទះសម្បែងមួយចំនួនទៅបានយោធាថៃវាកំទេចចោលបាទនេះគឺជាសេចក្តីរាយការណ៍ដែលខាងកម្ពុជាបានរាយការណ៍ឲ្យខ្ញុំដកស្រង់មកជម្រាបជូនប្រិយមិត្តទាំងអស់គ្នាណាបាទព័ត៌មានទី2នេះគឺជាសេចក្តីរាយការណ៍ពីខាងភាគីថៃម្ដងមកខ្ញុំជូនពីខាងភាគីថៃដើម្បីឲ្យបានប្រិយមិត្តបានដឹងគឺរូបភាពនេះខ្ញុំដកស្រង់ពីកាសែត The Nation មកឲ្យប្រិយមិត្តបានដឹងផងដែរកុំឲ្យថាមិនជូនឲ្យគាត់ដឹងមិនកុំឲ្យថាមិនជូនឲ្យប្រិយមិត្តបានដឹងថាតើថៃនិយាយយ៉ាងម៉េចអំពីកម្ពុជាបាទចឹងបើយោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មានថៃហ្នឹងគឺលោករដ្ឋមន្ត្រីក្រសួងការពិជាតិថៃណាលោកឧត្តមសេនីយ៍ណតផនណាក់ផានិតបានថ្លែងថាលោកបានសន្ទនាគ្នាជាមួយនឹងសមាភិកកម្ពុជារបស់លោកគឺជាមួយនឹងលោករដ្ឋមន្ត្រីក្រសួងការពិជាតិកម្ពុជាលោកទាសីហាដែលក្នុងអំឡុងពេលហ្នឹងគឺលោកបានបញ្ជាក់ថាលោកបានលើកឡើងអំពីការព្រួយបារម្ភផងដែរអំពីការឆេះព្រៃដែលនៅតាមបណ្ដោយព្រំដែនរវាងកម្ពុជាហើយនិងថៃនោះគឺលោកបានចាត់ទុកថាបើកាលណាមានភ្លើងឆេះព្រៃដែលបង្កឡើងដោយសកម្មភាពទាហានណាដែលគ្មានច្បាប់គ្មានដំណាប់ធ្នាប់អញ្ចឹងដូច្នេះវាអាចនឹងមានការយល់ច្រឡំឈានទៅដល់ការកើនឡើងកម្ដៅចឹងក្នុងពេលកន្លងមកខ្ញុំឃើញសេចក្តីរាយការណ៍នឹងដែរក៏ប៉ុន្តែអត់ទាន់មានច្បាស់ថាអ្នកណាដុតខាងកម្ពុជាក៏មិនបានបញ្ជាក់ថាខ្លួនធ្វើដែរណាប៉ុន្តែបើយោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មានថៃហ្នឹងបែរជាចោទថាកម្ពុជាជាអ្នកដុតព្រៃហ្នឹងបាទប៉ុន្តែឃើញសារព័ត៌មានមួយចំនួនអ្នកប្រើប្រាស់បណ្ដាញសង្គមគាត់ថាខាងភាគីថៃជាអ្នកដុតទៅវិញទេបាទហើយការដែលលោករដ្ឋមន្ត្រីក្រសួងការពិជាតិថៃថ្លែងនេះគឺថ្លែងនៅថ្ងៃទី23ខែកុម្ភៈណានៅទីតាំងមួយនៅទីបញ្ជាការកងទ័ពជើងអាកាសរបស់ថៃដែលគាត់បាននិយាយថាគឺគាត់បានធ្វើការតាក់ទងគ្នាដើម្បីនិយាយអំពីបញ្ហានេះហើយក្នុងពេលកន្លងមកគាត់ថាគាត់ក៏បានសម្ដែងការព្រួយបារម្ភពីរឿងមីនហើយនឹងក៏ឥឡូវហ្នឹងគឺស្រាប់តែមានរឿងរ៉ាវដុតព្រៃដុតអីតទៅទៀតនៅតាមបណ្ដោយព្រំដែនបាទអញ្ចឹងដូច្នេះគឺវាអាចនឹងរីករាលដាលចូលទៅក្នុងទឹកដីថៃហើយគាត់ថាប្រសិនបើកម្ពុជានឹងពិតជាមានចេតនានៅក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីមែនគឺគួរតែកុំប្រើប្រាស់វិធីដូចនេះអីហើយនឹងគឺធ្វើយ៉ាងណាកុំឲ្យមានការបាញ់បោះអីផងដែរក៏ឲ្យមានភ្លើងឆេះអីហ្នឹងនៅតាមព្រំដែនហ្នឹងគឺអាចនឹងមានការយល់ច្រឡំបាទលោកណដ្ឋផនក៏បានចោទប្រកាន់ទាហានរបស់កម្ពុជាថាបានផ្សព្វផ្សាយព័ត៌មានមិនពិតណាគាត់នៅក្នុងសារព័ត៌មានថៃគាត់រាយការណ៍អញ្ចឹងថាលោករដ្ឋមន្ត្រីហ្នឹងបានចោទប្រកាន់ទាហានកម្ពុជាថាបានផ្សព្វផ្សាយព័ត៌មានមិនពិតដែលក្នុងនោះគឺមានព័ត៌មានការពីពេលថ្មីនេះដែលបានរាយការណ៍ថាទាហានថៃបានបាញ់ហើយនឹងបានធ្វើឲ្យរបួសទាហានរបស់កម្ពុជាហើយគាត់បាននិយាយថាគឺបើយោងតាមផុសតាងដែលមានហ្នឹងគឺអត់មានដូចដែលការចោទប្រកាន់នោះទេហើយក៏បាននិយាយដោះស្រាយគ្នាហើយក៏ថៃក៏បានតវ៉ាជាផ្លូវការរួចមកហើយដែរហើយនៅពេលដែលអ្នកសារព័ត៌មានសួរថាតើខាងយោធាថៃនឹងដាក់លួសបន្លាដាក់កុងតឺន័រនឹងរហូតដល់ពេលណាលោករដ្ឋមន្ត្រីក្រសួងការពិជាតិនឹងបាននិយាយម្ដងទៀតថាគឺឥឡូវនេះគឺជាវិធានការបណ្ដោះអាសន្នទេនៅក្នុងការដែលដាក់កន្លែងនោះដោយសារតែគាត់លើកឡើងណាការបន្តរក្សានៅទីនោះដោយសារតែការព្រួយបារម្ភថាទាហានរបស់កម្ពុជាដែលមិនមានសណ្ដាប់ធ្នាប់នោះគឺអាចចូលទៅក្នុងទឹកដីរបស់ថៃអញ្ចឹងហើយគឺត្រូវតែដាក់នៅកន្លែងហ្នឹងជាបណ្ដោះអាសន្នសិនជាវិធានការបណ្ដោះអាសន្នហើយលោកបានទទួលស្គាល់ថាជាការពិតការដែលដាក់កម្លាំងឈរអញ្ចឹងទៅគឺជាការមួយដែលមិនមានស្ថិរភាពនោះទេមិនមានចីរភាពនោះទេគឺជាការមួយដែលនឹងចំណាយលុយអស់ច្រើនសម្រាប់ខាងភាគីថៃបាទនេះគឺជាអ្វីដែលសារព័ត៌មានថៃបានរាយការណ៍ទីប្រិមិត្តណាខ្ញុំជូនប៉ុណ្ណឹងបើតែគាត់សូមបើកពុកកញ្ចក់ថែមមតិផ្ទាល់ខ្លួនបន្តិចហ្មងបាទគាត់ស្ដាប់គាត់និយាយទៅគឺដូចជាបទូបថយស្ថានភាពដែរតែបើសិនជានិយាយពិតដូចអ្វីដែលគាត់និយាយនឹងធ្វើនៅពេលក្រោយដកថយហ្នឹងអាហ្នឹងវាជារឿងមួយល្អក៏ប៉ុន្តែកុំតែនិយាយបែបនេះដើម្បីឲ្យពីរោះស្ដាប់សម្រាប់តិចអន្តរជាតិហើយនិងសម្រាប់តិចរបស់កម្ពុជាមួយចំនួនប៉ុន្តែដល់ពេលការអនុវត្តបាទគាត់បែរជាមកធ្វើអ្វីផ្សេងអាហ្នឹង
បាទនឹងជារឿងមួយគួរតែតាមដានដែរណាពីព្រោះអីជួនកាលអ្នកខ្លះចង់បានរបស់យើងមកនិយាយផ្អែមអីទេខ្ចីម៉ូតូជីតាមកផ្លែទៅផ្សារមកវិញសងវិញហើយបាទទៅ1ម៉ោងបាទ2ម៉ោងបាទមួយថ្ងៃបាទស្រាប់តែមួយថ្ងៃអត់ឃើញមកវិញទេសួរទេលពោទៅអូឥឡូវតាជួបនេះតិចស្អែកយកសងហើយស្អែកយកសងហើយបាទ3ថ្ងៃមើលស្រាប់តែឃើញបាត់ហ្នឹងចឹងជួនកាលពាក្យពេចន៍ផ្អែមល្ហែមខ្លះក៏យើងគួរតែប្រយ័ត្នដែរណាបាទគឺមានប្រកបថ្នាំពឹសនៅក្នុងហ្នឹងធ្វើឲ្យយើងទម្លាក់គេថាការប្រុងប្រយ័ត្នហ្នឹងមកផ្លែដែរបាទតែបើសិនជាល្អដូចគាត់និយាយថាអូខេឥឡូវនឹងដាក់ដើម្បីទប់កុំឲ្យមានបញ្ហាទេបាទដល់ពេលឥឡូវហ្នឹងគាត់រៀបរដ្ឋាភិបាលគាត់ថ្មីហើយស្រាប់តែគាត់ថាអូខេចឹងលើយើងក្រុមការងារចរចាលើយើងដកកន្លែងណាយើងចរចាគ្នានៅកន្លែងណាដកអាហ្នឹងជារឿងល្អណាបាទខ្ញុំសូមបិទមុខកញ្ចក់វិញតែប៉ុណ្ណេះព័ត៌មានទី3នេះគឺជារឿងមួយដែលខាង BBC News ក៏រីកាហ្នឹងគឺបានឲ្យដឹងថាក្រោយពីតុលាការកំពូលរបស់សហរដ្ឋអាមេរិកបានបដិសេធចោលនៅការដាក់ពន្ធបដិការរបស់លោកប្រធានាធិបតី Donald Trump ដែលយកច្បាប់តាំងពីឆ្នាំ7ផ្លាយមកប្រើនៅពេលបច្ចុប្បន្នក្នុងគ្រាមានអាសន្ននេះគឺខុសច្បាប់នោះបាទมันអាចនឹងយកជាការបានលោក Donald Trump ក៏បានដំឡើងពន្ធគយវិញពី10%ឡើងដល់15%ភ្លាមតែម្ដងបាទអញ្ចឹងធ្វើឲ្យបណ្ដាប្រទេសនៅអាស៊ីមួយចំនួនគឺនៅមានការភ័ន្តច្រឡំងឿងដល់ហើយថាតើវាមានផលប៉ះពាល់យ៉ាងម៉េចអញ្ចឹងខ្ញុំជូនសេចក្តីរាយការណ៍នេះដើម្បីឲ្យប្រិយមិត្តបានដឹងថាចាប់តាំងពីចុងសប្តាហ៍នេះមករហូតដល់ដើមសប្តាហ៍នេះគឺការវិវត្តហ្នឹងវាលឿនពេកមិនទាន់មានចំណុចណាមួយឲ្យបានច្បាស់លាស់នៅឡើយទេបាទទាំងដៃគូនៅជប៉ុនក្តីនៅប្រទេសចិនក្តីហ្នឹងគឺកំពុងតែពិចារណានៅលើបញ្ហាហ្នឹងបាទគឺដូចជាប្រតិកម្មនៅខាងប្រទេសថៃនោះគាត់ថាបើសិនជាធ្លាក់មក15%ដោយលោកត្រាំបានប្រកាសដាក់ថ្មីនោះគឺវារឿងល្អសម្រាប់ថៃសម្រាប់ខាងជប៉ុននោះគាត់ថាកិច្ចព្រមព្រៀងដែលបានព្រមព្រៀងហើយនោះគឺអាចនឹងបានល្អប្រសើរបាទដូច្នេះមានការបូកច្បល់ច្រឡំគ្នាច្រើនណាស់ពីព្រោះក្នុងការចរចាក្នុងពេលកន្លងមកហ្នឹងគឺមានប្រទេសមួយចំនួនដើម្បីបានពន្ធទាបបាទដូចជប៉ុនដូចអីហ្នឹងដើម្បីបានពន្ធទាបហ្នឹងសន្យាថាវិនិយោគរាប់រយពាន់លានដុល្លារនៅក្នុងទីផ្សារការងាររបស់សហរដ្ឋអាមេរិកបាទឥណ្ឌាក៏ចឹងដែរបាទបានសន្យាជាច្រើនអញ្ចឹងដូច្នេះម្នាក់នឹងចង់ដឹងថាតើការដាក់ពន្ធថ្មីរបស់លោកត្រាំក្រោយពីតុលាការកំតិចបដិសេធចោលហ្នឹងតើវាល្អជាងអ្វីដែលចរចាក្នុងពេលកន្លងមកយ៉ាងម៉េចបាទគឺនៅមិនទាន់ច្បាស់នៅឡើយទេសូម្បីតែនៅខាងកម្ពុជាបាទខ្ញុំបានទៅមើល page របស់លោក KC ដែរខ្ញុំជឿជាក់លើការគណនារបស់គាត់និងព័ត៌មានគាត់នោះគឺអត់ទាន់មានអ្វីធ្វើបច្ចុប្បន្នភាពថ្មីដែរពីព្រោះគ្រាន់តែតុលាការកំពូលទម្លាក់ចោលបដិសេធចោលពន្ធបដិការរបស់លោកត្រាំភ្លាមលោក KC គាត់បានចេញតួលេខមកមានលក្ខណៈអំណោយផលសម្រាប់កម្ពុជាប៉ុន្តែឥឡូវអត់ទាន់ចេញអ្វីថ្មីប្រហែលជាអាចនឹងមានបញ្ហាអ្វីដែលទៅគុណគូបន្ថែមទៀតក៏ប៉ុន្តែយ៉ាងណាក៏ដោយលោករដ្ឋមន្ត្រីណាក្រសួងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកហ្នឹងគាត់បាននិយាយថាអ្វីដែលលោកប្រធានាធិបតី Donald Trump ដាក់ថ្មីនេះគឺក៏វានៅរក្សាតដែលនៅអ្វីដែលបានចរចាគ្នាក្នុងពេលកន្លងមកគឺมันអាចនឹងផ្លាស់ប្ដូរអ្វីទេគឺគ្រាន់តែជាការមួយដែលប្រើច្បាប់បន្ថែមទៀតក្នុងការអនុវត្តពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកជាមួយនឹងដៃគូនានាបាទរួមទាំងអាស៊ីផងដែរអញ្ចឹងឥឡូវនេះខាងចិនហ្នឹងឥឡូវក៏គាត់ថាគាត់តាមមើលផងដែរតើវារឿងយ៉ាងម៉េចពេលក្នុងពេលដែលមុនពេលដែលលោកត្រាំលោកអញ្ជើញទៅចរចាជាមួយនឹងលោកស៊ីនៅខែ4ខាងមុខនេះបាទអញ្ចឹងបើសិនជាសង្ខេបមកវិញគឺសម្រាប់កម្ពុជាគឺប្រហែលជាមិនអាក្រក់ទេគឺប្រហែលជានៅអាចនៅដដែលគឺ19%ហ្នឹងឬក៏អាចនឹងចុះជាងហ្នឹងបាទអញ្ចឹងឥឡូវហ្នឹងគឺចាំមើលសិនពីព្រោះអីបើកាលណាដាក់អញ្ចឹងគឺពីព្រោះលោកត្រាំគាត់ថាដាក់ជាសកលគឺបានគ្រប់មុខទំនិញទាំងអស់គឺ15%បាទ15%អញ្ចឹងដូច្នេះបើសិនជា15% មែនគឺមានទំនិញមួយចំនួនកម្ពុជាអាចនឹងមក15%នឹងមានចំណេញណាស់ណាបាទឬក៏បើ19% ក៏នៅជារឿងមួយដែលបានចរចារួចហើយដែរបាទបើមានព័ត៌មានអ្វីថ្មីខ្ញុំនឹងជម្រាបជូន
ការដែលខ្ញុំយកព័ត៌មាននេះមកជម្រាបជូននោះគឺបានន័យថាមិនមែនតែនៅកម្ពុជាទេដែលកំពុងតែគិតគូរពិចារណាហ្នឹងគឺជប៉ុនចិនហើយហ្នឹងគឺឥណ្ឌាហ្នឹងក៏កំពុងតែបញ្ជាក់ឲ្យបានច្បាស់ជាមួយនឹងរដ្ឋបាលលោកត្រាំផងថាតើការសម្រេចចិត្តរបស់តុលាការកំពូលហើយមានការដាក់ពន្ធគយបន្តពីលោកត្រាំទៅវិញហ្នឹងតើវាមានន័យយ៉ាងម៉េចបាទវាមានលក្ខណៈច្របូកច្របល់បន្តិចព័ត៌មានទី4នេះគឺជាសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP របស់សហរដ្ឋអាមេរិកបាទបើយោងតាមសេចក្តីរាយការណ៍របស់ AP បានឲ្យដឹងថាលោកគឹមចុងអ៊ុនដែលជាមេដឹកនាំកម្ពុជារបស់ប្រទេសកូរ៉េខាងជើងឥឡូវនេះត្រូវបានជាប់ឆ្នោតជាថ្មីបន្តទៀតជាមេដឹកនាំគណៈបកពលកររបស់បករបស់លោកដោយខាងប្រតិភូនានាហ្នឹងគឺបោះឆ្នោតគ្រប់គ្រងរបស់លោកនៅក្នុងសមាជហ្នឹងដោយសារគេផ្ដល់កិត្តិយសឲ្យលោកថាជាអ្នកដែលបានជួយជំរុញនៅកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើងហើយក៏ដូចជាការពង្រឹងនៅជំហររបស់ប្រទេសកូរ៉េខាងជើងនៅក្នុងតំបន់ផងដែរនេះបើយោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាននានាបាទសេចក្តីរាយការណ៍អំពីសមាជរបស់គណៈបកហ្នឹងបាទគឺជារឿងមួយដែលគេរៀបចំឡើងមានលក្ខណៈដើម្បីធ្វើការឃោសនាអំពីការងាររបស់លោកគឹមចុងអ៊ុនហ្នឹងដូច្នេះបើយោងតាមសាររបស់លោកសម្រាប់ការងាររយៈពេល5ឆ្នាំទៅមុខទៀតនេះគេរំពឹងថាគឺលោកគឹមចុងអ៊ុននឹងបន្តបង្កើននៅឃ្លាំងអាវុធនុយក្លេអ៊ែររបស់លោកដើម្បីឲ្យមានសមត្ថភាពបំពាក់នុយក្លេអ៊ែរហ្នឹងទៅលើមីស៊ីលមួយចំនួនដែលអាចបាញ់បានរយៈចម្ងាយឆ្ងាយដើម្បីជាការមួយដែលសម្រាប់គម្រាមកំហែងទៅដល់សម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកនៅតំបន់អាស៊ីហើយជាពិសេសគឺជប៉ុនហើយនិងកូរ៉េខាងត្បូងបាទហើយក៏ដូចជាការមួយដែលអាចនឹងបាញ់ទៅដល់ដែនគោករបស់ប្រទេសអាមេរិកផងដែរបាទគឺសំខាន់គឺដូចជាតំបន់កោះហាវ៉ៃឬក៏អាចមកជាកាលីហ្វ័រញ៉ាហើយហ្នឹងបាទគឺគាត់គម្រាមកំហែងដោយប្រើប្រាស់នុយក្លេអ៊ែររបស់គាត់បាទនេះជាព័ត៌មានអំពីខាងកូរ៉េខាងជើងណាមានអ្នកខ្លះថាកូរ៉េខាងជើងមានការបោះឆ្នោតដែរគឺគេបោះឆ្នោតនៅក្នុងសមាជរបស់គេហ្នឹងបាទព័ត៌មានចុងក្រោយនេះគឺតាក់ទងជាមួយនឹងតុលាការ ICC បាទតុលាការ ICC នៅក្នុងសំណុំរឿងរបស់លោកRodríguez Duterte ដែលជាអតីតប្រធានាធិបតីនៃប្រទេសហ្វីលីពីនតែពេលនេះលោកកំពុងតែប្រឈមមុខនឹងការកាត់ទោសនៅឯតុលាការព្រហ្មទណ្ឌអន្តរជាតិបាទដូច្នេះបើតាមសេចក្តីរាយការណ៍ហ្នឹងគឺដំណើរការកាត់ទោសបាទបឋមដំបូងរបស់លោកហ្នឹងគឺដំណើរការចាប់ផ្ដើមហើយនៅថ្ងៃច័ន្ទនេះបាទពាក់ព័ន្ធជាមួយនឹងយុទ្ធនាការនៃការបោះសម្អាតគ្រឿងញៀននៅក្នុងប្រទេសរបស់លោកដែលបណ្ដាលឲ្យមនុស្សស្លាប់ជាច្រើនហើយទៅបានគេចោទប្រកាន់ថាមានការប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌបាទសម្រាប់រង្គាលមនុស្សបាទហើយក្នុងពេលដែលតុលាការនេះបើកសវនកម្មហ្នឹងគឺលោកដូចទៅទេគាត់បដិសេធបាទមិនចូលរួមនៅក្នុងដំណើរការហ្នឹងទេព្រោះគាត់ថាมันមានយុទ្ធសាស្ត្រទៅលើការងាររបស់គាត់ទេនៅឆ្នាំនេះលោកដូចទៅទេអាយុ80ឆ្នាំហើយគឺលោកត្រូវបានគេចាប់ខ្លួននៅក្នុងទីក្រុងម៉ានីលប្រទេសហ្វីលីពីនហើយបានដឹកតាមយន្តហោះទៅទីក្រុងឡាអេកាលពីឆ្នាំមុនគឺលោកទៅបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិពាក់ព័ន្ធជាមួយនឹងការបង្ក្រាបគ្រឿងញៀននៅក្នុងប្រទេសរបស់លោកដែលបានបណ្ដាលឲ្យមនុស្សរាប់ពាន់នាក់ស្លាប់បាត់បង់ជីវិតហើយតុលាការ ICC នេះមកគឺដំណើរការនេះគឺដើម្បីបញ្ជាក់ឡើងវិញនៅការចោទប្រកាន់ប្រឆាំងនឹងលោកដូចទៅទេបាទទោះបីជាគាត់បដិសេធថាឥឡូវនឹងគាត់ចាស់ហើយគាត់អស់កម្លាំងគាត់ខ្សោយបាត់បង់ការចងចាំបាទហើយដូច្នេះគឺគាត់ត្រួតត្រាពិនិត្យទៅលើគោលនយោបាយហ្នឹងគឺជារឿងមួយត្រឹមត្រូវតាមច្បាប់ការដែលចោទគាត់ថាធ្វើគោលនយោបាយហ្នឹងគឺដើម្បីសម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការហ្នឹងជារឿងកុហកមួយគួរឲ្យខឹងសម្មាខ្លាំងណាស់គាត់ថា an outrageous lie គឺជារឿងកុហកដែលគួរឲ្យខឹងសម្មាខ្លាំងណាស់បាទហើយលោកថាមិនទទួលស្គាល់ទេបាទហើយដោយឡែកក្រុមគ្រួសាររបស់អ្នកដែលរងគ្រោះដោយសារការសម្លាប់នៅក្នុងយុទ្ធនាការរបស់លោកក៏បានប្រមូលផ្ដុំគ្នានៅខាងក្រៅតុលាការថាលោកដូចទៅទេនឹងគឺជា
ជនកំសាកញីណាដែលមិនហ៊ានមកប្រឈមមុខជាមួយនឹងតុលាការអញ្ចឹងនៅសំងំលាក់ខ្លួននៅក្នុងបន្ទប់ឃុំឃាំងឡែកអ្នកគ្រប់គ្រងរបស់លោកដូចធិធេនោះក៏បានអញ្ជើញទៅដល់ទីក្រុងឡាអេនឹងផងដែរលើកផ្លាកគ្រប់គ្រងរបស់លោកបាទដើម្បីឲ្យមានការអាណិតអាសូរដល់លោកដូចធិធេនឹងបន្ថែមទៀតថាគាត់ចាស់គាត់ធ្វើការងារត្រឹមត្រូវនៅក្នុងពេលកន្លងមកអញ្ចឹងបាទអញ្ចឹងគឺមានទាំងអ្នកដែលគ្រប់គ្រងទាំងអ្នកដែលខឹងសម្បាននឹងលោកដូចធិធេនឹងក៏បានចេញមុខមកតវ៉ានៅក្នុងតុលាការនៅក្នុងទីក្រុងឡាអេតុលាការ ICC ផងដែរបាទអញ្ចឹងគឺនេះគឺជាសំណុំរឿងនៅប្រទេសហ្វីលីពីនហើយសូមអរគុណប្រិយមិត្តច្រើនដែលបានចូលមកទទួលយកការចែករំលែកព័ត៌មានរបស់ខ្ញុំបាទនៅល្ងាចនេះមុនពេលផ្សាយកម្មវិធីបច្ចុប្បន្នភាពអាមេរិកខ្ញុំមានអត្ថបទមួយមកជម្រាបជូនប្រិយមិត្តផងដែរណាគឺដាក់បញ្ចូលរូបមកផ្លែតមើលសូមទៅដាក់បញ្ចូលរូបមកផ្លែតតនេះបាទអត្ថបទនេះគឺចិនណាចិនហើយនិងអាមេរិកឥឡូវនេះកំពុងតែប្រកួតប្រជែងគ្នាចិនលក់យន្តហោះ J35 តើប្រកួតឈ្នះនឹងយន្តហោះ F35 របស់សហរដ្ឋអាមេរិកដែរឬទេតើចំណុចល្អរបស់យន្តហោះ J35 មានអ្វីខ្លះហើយចំណុចល្អរបស់យន្តហោះ F35 របស់សហរដ្ឋអាមេរិកយ៉ាងម៉េចខ្លះមានការប្រៀបធៀបគ្នាអញ្ចឹងខ្ញុំនឹងបកប្រែអត្ថបទនេះជូនណាដោយដែលខ្ញុំធ្វើរឿងរដងអញ្ចឹងគឺដាក់នៅក្នុងខ្ទង់វីដេអូអញ្ចឹងសូមចាំទស្សនាដើម្បីស្វែងយល់បន្ថែមទៀតអំពីភាពខុសប្លែកគ្នារវាងយន្តហោះ F35 និង J35 របស់ចិនហើយនឹងការប្រកួតប្រជែងដើម្បីដណ្ដើមទីផ្សាររវាងមហាអំណាចចិននិងសហរដ្ឋអាមេរិកក្នុងការលក់យន្តហោះចម្បាំងទៅសម្ព័ន្ធមិត្តបាទនៅពេលនេះសូមអរគុណបាទសម្រាប់អ្នកនៅក្នុងប្រទេសកម្ពុជារាត្រីសួស្តីហើយអ្នកនៅសហរដ្ឋអាមេរិកសូមមេត្តាសម្រាប់ឲ្យបានសូមមេត្តាបំពេញការងារឲ្យបានជោគជ័យនៅថ្ងៃនេះហើយអ្នកនៅតំបន់តិចសូមថែរក្សាខ្លួនបាទពាក់អាវឲ្យបានក្រាស់ៗផងបាទសូមអរគុណសូមជម្រាបលា